ឈាមរដូវមកកក់ដុំមកក្រមៅដែលមិនមែនជាឈាមរដូវព្រោះតកតងទៅនឹងរដូវរបស់ស្ត្រីយើងមកបែបឈាមក្រហមថ្លាទី2គឺឧស្សាហ៍ឈឺចុកចាប់អំឡុងពេលមករដូវពេលខ្លះឈឺចុកចាប់រហូតដល់ថ្នាក់ទ្រាំអត់បានទៅពេទ្យដើម្បីសងថ្នាំញ៉ាំក៏ដូចជាទៅពេទ្យដើម្បីដាក់សេរ៉ូមសម្រាប់បងប្អូនខ្លះទៀតឈឺចុកចាប់អំឡុងពេលមករដូវនឹងដល់ថ្នាក់ស្លាប់ឈឺខ្លាំងក៏មានដែរទី3ឧស្សាហ៍រាំងរដូវបាត់រដូវ2ទៅ3ខែព្រោះតកតងទៅនឹងរដូវរបស់ស្ត្រីយើងជាទូទៅគឺក្នុងមួយខែគឺត្រូវតែមករដូវម្ដងមកមិនមែនសន្តានដូចដែលនាងខ្ញុំរៀបរាប់ខាងលើមកបែបរៀងក្រហមថ្លាគ្មានការឈឺចុកចាប់ឬក៏មានការឈឺចុកចាប់តិចតួចដោយសារតែមានការកន្ត្រាក់ស្បូនតែបើសិនជាបងប្អូនមានអាការៈដូចដែលនាងខ្ញុំរៀបរាប់ខាងលើបងប្អូនអាចទៅពេទ្យដើម្បីពិនិត្យមើលស្បូនព្រោះតកតងទៅនឹងករណីនេះអាចនឹងប្រឈមទៅនឹងការកកើតដុំសាច់ស្បូនឬក៏គិសស្បូនក៏បញ្ហាសន្ទាប់រដូវអញ្ចឹងបងប្អូនអាចទៅពេទ្យដើម្បីឆែកសុខភាពឆៃស្បូនមើលក៏ដូចជាអាចទៅប្រឹក្សាជាមួយនឹងលោកគ្រូពេទ្យអ្នកគ្រូពេទ្យដែលគាត់មានជំនាញច្បាស់លាស់បាន